យោសូមបងប្អូនស្ដាប់ហើយពិចារណាប្រវត្តិសាស្ត្រពិភពលោកប្រាប់យើងគ្រប់គ្នាជាតិណាដេកលក់ជាតិនឹងរងទុក្ខាជាតិណាភ្ញាក់ខ្លួនទៅព្រមដោយសេរីភាពចិនធ្លាប់ឈឺចាប់កូរ៉េធ្លាប់រងគ្រោះជប៉ុនធ្លាប់ឆ្លងសង្គ្រាមឈាមហូរជាខ្សោះគេមិនដេកចាំវាសនាឲ្យគេជន់ក្បាលគេក្រោកឈរតស៊ូរកផ្លូវរួងរាល់កាលគេចេះរួបរวมគ្នាទោះពេលជួបវិបត្តិទើបប្រទេសគេរីកចម្រើនមានតម្លៃពិតប្រាកដតែខ្មែរយើងថ្ងៃនេះតើនៅគេងលក់ឬយ៉ាងណាបើដោយឲ្យគេមើងងាយឬក្រោកឡើងថែជាតិខ្លាខ្មែរត្រូវភ្ញាក់ពីការភ្លេចខ្លួនកុំឲ្យទឹកដីបាត់បង់ព្រោះការមិនរួបអបរួមខ្មែរត្រូវគិតពីជាតិមាតុភូមិឈាមដូនតាស្រែកហៅឲ្យកូនខ្មែរក្រោកឈរកុំតែស្រវឹងស្រាភ្លេចប្រវត្តិសាស្ត្រកុំឲ្យចំនួនតូចបំផ្លាញជាតិឲ្យខាតអ្នកខ្លះលក់ដំកតិដើម្បីតែលុយភ្លេចថាដីបុរាណមានតម្លៃលើសអ្វីអង្គរនៅឈរចាំសួរថាកូនខ្មែរនៅណាហេតុអ្វីបែកបាក់មិនស្គាល់តម្លៃជាតិថ្លាហេតុអ្វីបែកបាក់មិនស្គាល់តម្លៃជាតិថ្លាបរទេសគេអភិវឌ្ឍព្រោះគេចេះការពារតែខ្មែរខ្លះនៅឆ្លោះគ្នាដូចភ្លើងឆេះផ្ទះឯងអើយកុំឲ្យដូនតាយំកុំឲ្យទឹកដីរងទុក្ខទៀតបើកូនខ្មែររួបរวมគ្នាខ្មែរនឹងខ្លាំងដូចអតីតកាលខ្មែរត្រូវភ្ញាក់កុំរស់ដោយភ័យខ្លាចយើងមានឈាមអ្នកក្លាហានពីបំបររាប់ជំនាន់ខ្មែរត្រូវក្រោមការពារដីកំណើតរួមដៃគ្នាឡើងវិញដើម្បីអនាគតខ្មែរយោសូមបងប្អូនស្ដាប់ហើយពិចារណាជាតិខ្មែររស់ឬរលាយស្ថិតលើយើងគ្រប់គ្នា